នៅថ្ងៃទី8ខែធ្នូឆ្នាំ2025នេះយោធាថៃបានបន្តបើកការបាញ់ប្រហារសារជាថ្មីមកលើកងកម្លាំងកម្ពុជានៅគ្រប់ទិសនៅក្នុងយុទ្ធភូមិភាគទី4ចាប់ពីវេលាប្រមាណម៉ោង 5:04 នាទីព្រឹកការបើកការបាញ់ប្រហារនេះធ្វើឡើងក្នុងតំបន់អានសេះនៅប្រាសាទតាបន់ធំនៅប្រាសាទព្រះវិហារនៅ5មករានៅចំការជែកនៅមុំ3នៅភ្នំខ្មោចនិងគោល8នៅប្រាសាទតាក្របីនិងប្រាសាទខ្នាក្រោយពីភាគីថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅវេលាម៉ោង 2:15 នាទីរសៀលកាលពីថ្ងៃទី7ខែធ្នូឆ្នាំ2025កាលពីម្សិលមិញនេះយោធាថៃបានបន្តធ្វើសកម្មភាពបង្កហេតុជាបន្តបន្ទាប់ដោយនៅវេលាម៉ោង 1 នៅវេលាម៉ោង 4:00 នាទីព្រឹករថយន្តធុនធំចំនួន2គ្រឿងរបស់យោធាថៃបានដឹកកងកម្លាំងរបស់ខ្លួនពីភ្នំរ៉ើងចូលក្នុងតំបន់អានសេះ 2 នៅវេលាម៉ោង 5:04 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន20ទៅ25គ្រាប់ 3 នៅវេលាម៉ោង 5:19 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយបាញ់កាំភ្លើងដៃចំនួន38គ្រាប់ 4 នៅវេលាម៉ោង 5:25 នាទីយោធាថៃបានបាញ់ចេញពីខាងលិចផ្សារអានសេះមកលើកងកម្លាំងកម្ពុជាដោយប្រើកាំភ្លើងដៃនិងកាំភ្លើងយន្តចំនួនប្រហែល120គ្រាប់ 5 វេលាម៉ោង 5:40 នាទីយោធាថៃបានផ្អាកការបាញ់ប្រហារប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានការវិវត្តនៅតាមបណ្ដោយព្រំដែនដោយយកចិត្តទុកដាក់ខ្ពស់បំផុត 6 នៅវេលាម៉ោង 6:13 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារម្ដងទៀតដោយប្រើប្រាស់កាំភ្លើង MT-60 ចំនួន3គ្រាប់ 7 នៅវេលាម៉ោង 6:20 នាទីយោធាថៃបានបាញ់កាំភ្លើងត្បាល់ចំនួន4គ្រាប់និងកាំភ្លើងយន្តថ្មើរជើងចូលខ្សែត្រៀមកម្ពុជានៅតំបន់អានសេះ 8 នៅវេលាម៉ោង 6:51 នាទីយោធាថៃបានចាប់ផ្ដើមបាញ់ប្រហារចូលតំបន់ប្រាសាទតាមន់ធំដោយប្រើប្រាស់រថក្រោះ 9 នៅវេលាម៉ោង 7:40 នាទីយោធាថៃបានបន្តបាញ់ប្រហារគ្រប់គោលដៅមានមុំ3អានសេះភ្នំខ្មោចគោល8ប្រាសាទព្រះវិហារប្រាសាទតាមន់ធំប្រាសាទតាក្របីប្រាសាទខ្នាដោយប្រើប្រាស់កាំភ្លើងធំប្រភេទ155មីលីម៉ែត្ររថក្រោះកាំភ្លើងត្បាល់គ្រប់ប្រភេទនៅក្នុងតំបន់អានសេះ 10 នៅវេលាម៉ោង 8:10 នាទីយោធាថៃបានបាញ់ផ្សែងពុលចូលតំបន់ភ្នំខ្មោចយ៉ាងច្រើន 11 នៅវេលាម៉ោង 8:14 នាទីយោធាថៃបានបាញ់ផ្សែងពុលបន្ថែមនៅក្នុងតំបន់ប្រាសាទព្រះវិហារ 12 នៅវេលាម៉ោង 8:41 នាទីយោធាថៃបាននៅតែបន្តបាញ់យោធាថៃបានបាញ់ផ្លោងនិងបាញ់បុកយ៉ាងខ្លាំងនៅតំបន់ទីតាំងដំណាក់ស្ដេចចន្លោះថ្មដូននិងប្រាសាទតាមន់បច្ចុប្បន្នយន្តហោះយោធាថៃបានហោះនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃ 13 នៅវេលាម៉ោង 9:05 នាទីយោធាថៃបានវាយប្រហារមកលើកម្លាំងកម្ពុជាដោយប្រើប្រាស់ប្រភេទយន្តហោះចម្បាំង S-16 បន្ថែមទៀតនៅក្នុងភូមិសាស្ត្រស្រុកស្រអែមខេត្តព្រះវិហារ 14 នៅវេលាម៉ោង 9:30 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកងកម្លាំងកម្ពុជាជាបន្តទៀតនៅតំបន់ប្រាសាទខ្នាអូស្មាច់យោធាថៃបានប្រើប្រាស់ប្រភេទកាំភ្លើង 12.7 រួមទាំងរថក្រោះបាញ់បំបុកបន្ថែមទៀត 15 នៅវេលាម៉ោង 10:00 នាទីយោធាថៃនៅតែបន្តវាយប្រហារមកលើកម្លាំងកម្ពុជាយ៉ាងខ្លាំងដោយប្រើប្រាស់កាំភ្លើងត្បាល់កាំភ្លើងធំរថក្រោះបាញ់បំបុកពិសេសនៅតំបន់អានសេះនិងប្រាសាទព្រះវិហារក៏ត្រឹមនៅវេលាម៉ោង 11:00 នាទីនេះយោធាថៃនៅបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅលើទីតាំងជនស៊ីវិលរបស់កម្ពុជានៅឡើយកងកម្លាំងកម្ពុជាបាននឹងកំពុងបន្តតាមដានការវិវត្តស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជាថៃដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច